មាសអាចនឹងមានការឡើងដល់ទៅ$7,000ក្នុងមួយដំណឹងក្រោមអាណត្តិរបស់លោក Donald Trump សូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight ថ្ងៃទី29 ខែមេសា ឆ្នាំ2025លោក Frank Holmes នាយកប្រតិបត្តិនៃ US Global Investor នៃក្រុមហ៊ុន Health Digital Technology បានលើកឡើងថាការឡើងរបស់មាសកំពុងតែត្រូវបានជំរុញដោយការកំណត់នៅរចនាសម្ព័ន្ធឡើងវិញនៃប្រព័ន្ធហិរញ្ញវត្ថុសកលការលក់ចេញនៃប្រាក់ដុល្លារនិងការប្រមូលផ្ដុំមាសកាន់តែច្រើនជាពិសេសដល់ប្រទេសចិនលោកបានបន្តទៀតថាតម្លៃមាសក៏អាចនឹងមានការឡើងរហូតដល់$7,000ក្នុងមួយតម្លឹងនៅចុងបញ្ចប់អាណត្តិរបស់លោក Donald Trump លោក Holmes បានលើកឡើងទៀតថាប្រសិនបើពន្ធនាំចូលសកលកើនឡើងដល់25%នោះលុយដុល្លារនឹងត្រូវតែធ្លាក់ចុះ25%ផងដែរទោះបីជាយ៉ាងណាក៏ដោយ Holmes បានមើលឃើញពីការកើនឡើងបន្ថែមទៀតប្រសិនបើធនាគារកណ្ដាលពិភពលោកបានបន្តល្បឿននៃការនាំចូលមាសរបស់ពួកគេធនាគារជាតិចិនបានខ្លាចទៅជាអ្នកដែលនាំចូលមាសច្រើនបំផុតក្នុងរយៈពេល5ខែជាប់គ្នានៅក្នុងត្រីមាសទី1ឆ្នាំ2025នេះប្រទេសចិនបាននាំមាសបន្ថែមចំនួន27តោនក្នុងទុនបំរុងរបស់ខ្លួនដោយទុនបំរុងសរុបបានកើនឡើងរហូតដល់2,300តោនដែលជាចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ចិនការនាំចូលមាសដ៏ច្រើននេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេសចិនក្នុងការធ្វើឲ្យអ្នកដែលពឹងផ្អែកទៅលើលុយដុល្លារមានភាពចុះខ្សោយនិងពង្រឹងភាពជឿជាក់នៃប្រាក់យួនជារូបិយប័ណ្ណពាណិជ្ជកម្មសកលធនាគារកណ្ដាលកំពុងតែប្រឈមមុខទៅនឹងសម្ពាធនយោបាយដែលអាចធ្វើឲ្យអត្រាការប្រាក់មានការធ្លាក់ចុះចំពេលដែលមានភាពតានតឹងនៃពាណិជ្ជកម្មកំពុងតែមានភាពក្តៅគគុកខណៈពេលដែលមូលនិធិរូបិយវត្ថុអន្តរជាតិបានបន្ទាបការព្យាករណ៍ទៅលើកំណើនទិន្នផលក្នុងស្រុករបស់សហរដ្ឋអាមេរិកមកនៅត្រឹម 1.2% សម្រាប់ឆ្នាំ2025នេះលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានរិះគន់ទៅលើមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារកណ្ដាលពិភពលោកចំពោះការផ្ដោតទៅលើគោលនយោបាយសង្គមជាស្ថិរភាពសេដ្ឋកិច្ចពិភពលោកដោយអំពាវនាវឲ្យមានការកំណត់ទៅលើរូបិយប័ណ្ណសកលបន្ថែមទៅលើនេះទៅទៀតសមាជិក BRICS ក៏កំពុងតែនាំចូលមាសបន្ថែមទៀតដើម្បីទម្លាក់តម្លៃរបស់លុយដុល្លារដែលជាចំណុចមួយអាចធ្វើឲ្យតម្លៃមាសកាន់តែមានការកើនឡើងមួយវិញទៀតលោក Holmes ក៏បានបន្ថែមថា Bitcoin ក៏អាចនឹងមានការកើនឡើងផងដែរដែលអាចនឹងមានការកើនឡើងរហូតដល់25,000នៅក្នុងមួយកាក់ផងដែរនៅពេលដែលមូលនិធិជួញដូរទទួលបានភាពទាក់ទាញកាន់តែខ្លាំង Bitcoin នឹងក្លាយទៅជាទុនបំរុងហើយសហរដ្ឋអាមេរិកក៏អាចក្លាយជាអ្នកដែលនាំចូល Bitcoin ច្រើនជាងគេដើម្បីអភិវឌ្ឍទៅលើការជាប់គាំងជាច្រើនដែលអាចនឹងបង្កើតទៅលើទីផ្សារការងារឡើងវិញសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight